រិមនស្ដាប់ជាទីគោរពនឹងជាទីមេត្រីបន្តមកជួបកម្មវិធីរបស់យើងជាបន្តទៀតហើយសូមជម្រាបជូនទៅកាន់ប្រិមនស្ដាប់ថាប្រធានបទនៃកម្មវិធីជីវិតនិងសុខភាពរបស់យើងថ្ងៃនេះគឺយើងនិយាយទៅលើបញ្ហាដំណេកនិងដំណោះស្រាយនៃបញ្ហាដំណេកផងដែរអញ្ចឹងក៏នាងខ្ញុំមានសំណួរជាបន្តទៀតចាដើម្បីសួរទៅកាន់កញ្ញាវាគ្មិនចាថាតើនៅពេលដែលមានបញ្ហាដំណេកតើវាជះនៅអត្តពលអាក្រក់អ្វីខ្លះចាចានៅពេលដែលមានបញ្ហាដំណេកវាជះអតិពលទៅលើទាំងផ្លូវកាយទាំងផ្លូវចិត្តពេលនេះខ្ញុំចង់លើកអំពីផ្លូវចិត្តដែលពាក់ព័ន្ធជាមួយនឹងការផ្ដោតអារម្មណ៍មិនបានល្អទៅលើការធ្វើអ្វីមួយនៅពេលដែលយើងគេអត់បានគេងឬក៏គេងអត់គ្រប់ហើយបន្ទាប់មកគឺយើងនឹងមានអារម្មណ៍ថាឆាប់ខឹងជាងមុនហើយមួម៉ៅទៀតពេលដែលយើងអត់គេងណាហើយពេលខ្លះយើងអាចគិតអីមួយគឺគិតអត់បានច្បាស់លាស់ហើយយើងគិតនេះតិចនោះតិចអីហៀងញ៉ៃញ៉ៃដែរពេលដែលយើងអត់បានគេងមកព្រោះយើងរវល់តែស្ងាត់ពេលខ្លះយើងរវល់តែស្ងាត់វានៅគិតអានេះផងគិតនោះផងហើយយើងអាចឆាប់ភ្លេចទៀតពេលដែលយើងអត់គេងហ្នឹងហើយជាពិសេសទៀតហ្នឹងពេលយើងធ្វើការអាចមានលក្ខណៈថាធីងធងចង់ដួលអីផងដែរអ្នកខ្លះគាត់អត់បានគេងគាត់អាចឆាប់ចាស់អ្នកខ្លះទៀតគាត់អាចឡើងទម្ងន់ឬក៏ចុះទម្ងន់អាស្រ័យលើគាត់ខ្លួនឯងមានបណ្ដាភាគច្រើនគឺគាត់ឡើងទម្ងន់ច្រើនជាងចាអរគុណសម្រាប់ការបកស្រាយរបស់កញ្ញាកេហុងរីឯកញ្ញាសៀវមីវិញមានអីជាការបន្ថែមទៅលើចាកញ្ញាកេហុងដែលបានបកស្រាយបាញ់មិញទេចាសូមជឿចាអរគុណបងកេហុងគាត់បានបកស្រាយទៅលើបញ្ហាដែលកើតទៅលើផ្លូវចិត្តខ្ញុំវិញចង់បកស្រាយទៅលើបញ្ហាដែលកើតទៅលើផ្លូវកាយដែលមានដូចជាបញ្ហាបេះដូងយើងអាចមានដូចជាកាំងបេះដូងចង្វាក់បេះដូងលោតខុសឬមួយក៏ដាច់សរសៃឈាមខួរក្បាលជំងឺលើសឈាមសម្ពាធឈាមឡើងខ្ពស់ក៏ដូចជាជំងឺទឹកនោមផ្អែមហើយនិងជំងឺកាពះពេលដែលយើងអត់គេងទៅកាពះយើងនៅតែធ្វើការអាស៊ីតចេញកាន់តែច្រើនអញ្ចឹងធ្វើឲ្យយើងឈឺកាពះហើយមួយវិញទៀតវាធ្វើឲ្យយើងនឹងឆាប់ស្លាប់ដូចគ្នាដោយឧទាហរណ៍នៅការស្រាវជ្រាវមួយគេបានស្រាវជ្រាវទៅលើសត្វកណ្ដុរនៅពេលដែលគេពិសោធន៍ទៅលើសត្វកណ្ដុរហ្នឹងកុំឲ្យសត្វកណ្ដុរហ្នឹងវាដេករយៈពេល2ទៅ3សប្តាហ៍ជាលទ្ធផលឃើញថាសត្វកណ្ដុរទាំងអស់ហ្នឹងគាត់បានស្លាប់ទាំងអស់ហ្មងចាអរគុណហើយសំណួរភ្ជាប់ជាបន្តទៀតដែរចាថាតើចាគាត់មាននៅដំណោះស្រាយយ៉ាងដូចម្ដេចដែរពីរបៀបចានៃការដោះស្រាយធ្វើឲ្យអតិពលអាក្រក់នៃការកាត់មាននៅបញ្ហាដំណេកហ្នឹងវាជាឆ្ងាយចាអញ្ចឹងទូនីតិនេះឲ្យចាកញ្ញាសៀមីចាអរគុណចំពោះដំណោះស្រាយនៃបញ្ហាដំណេកនេះគឺមានដូចជាការគេងឲ្យទៀងទាត់ហើយភ្ញាក់ឲ្យទៀងទាត់ឧទាហរណ៍យើងចូលគេងម៉ោង10ភ្ញាក់ម៉ោង6ថ្ងៃហ្នឹងអញ្ចឹងថ្ងៃស្អែកថ្ងៃខាងស្អែកក៏ដូចគ្នាយើងត្រូវតែចូលគេងម៉ោង10និងភ្ញាក់ម៉ោង6ដូចគ្នាហើយជៀសវាងនៅការប្រើប្រាស់គ្រឿងស្រវឹងជាតិកាហ្វេអ៊ីនដែលយើងដឹងហើយថាកាហ្វេអ៊ីនមានសារអតិពលរបស់វានឹងមានរយៈពេល8ម៉ោងអញ្ចឹងបើសិនជាយើងចង់ញ៉ាំយើងញ៉ាំមុន8ម៉ោងនៃការចូលគេងរបស់យើងហើយនឹងភេសជ្ជៈបើកម្លាំងមួយចំនួនយើងអាចញ៉ាំមុន2ឬក៏3ម៉ោងមុនពេលគេងដើម្បីយើងនឹងអាចគេងលក់បានហើយមានដូចជាការហាត់ប្រាណដោយហាត់ប្រាណកុំឲ្យគាត់ហាត់ប្រាណលើសកម្លាំងរបស់គាត់ដោយចាស់គាត់អាចធ្វើអីលឿនបានទេអញ្ចឹងចាស់គាត់អាចហាត់ជាក្បាច់ថៃជីឬមួយក៏រាំដែរតែរាំជាលក្ខណៈយឺតមួយហើយជួនកាលគាត់ក៏អាចដើរលំហែកាយម៉ោង5ម៉ោង6ហ្នឹងគាត់អាចដើរលំហែកាយដើម្បីឲ្យខួរក្បាលរបស់គាត់ហ្នឹងជ្រះស្រឡះបានហើយមួយវិញទៀតពេលដែលគាត់រៀបនឹងចូលគេងគាត់អាចស្លៀកនៅសម្លៀកបំពាក់ធូររលុងដើម្បីឲ្យខ្លួនគាត់នឹងស្រួលហើយទីកន្លែងដែលគាត់សម្រាកហ្នឹងគឺត្រូវឲ្យស្អាតហើយមានខ្យល់អាកាសគ្រប់គ្រាន់ចំពោះសម្លេងវិញគឺត្រូវឲ្យប្រកាសថាសម្លេងគ្មានសម្លេងរំខាននៅពេលដែលគាត់គេងហើយទីកន្លែងដែលគាត់គេងហ្នឹងគឺគ្មានក្លិនស្អុយឬមួយក្លិនអីធ្វើឲ្យរំខានអារម្មណ៍គាត់តែបើសិនជាគាត់មានក្លិនដែលជាចំណង់ចំណូលចិត្តរបស់គាត់អាចដាក់ក្នុងបន្ទប់គាត់ដើម្បីធ្វើឲ្យគាត់នឹងស្រស់ស្រាយបានដូចគ្នាចាអរគុណសម្រាប់ការបកស្រាយរបស់កញ្ញាសៀវមីចារីឯសំណួរចាភ្ជាប់ជាបន្តទៀតហ្នឹងគឺប្រសិនបើគាត់ចេះតែមានបញ្ហាដំណេកនិងចេះតែជួបនៅផលវិបាកឬក៏វិជះអតិពលជារៀងរាល់ថ្ងៃអញ្ចឹងអនាគតហ្នឹងវាអាចទៅជាយ៉ាងណាដែរចាសូមផ្ដល់ទូនាទីនេះដល់កេហុងចា
បើសិនបើគាត់នៅតែបន្តចឹងទៀតដោយមិនគាត់និយាយចឹងគឺគាត់អាចប្រឈមមុខនឹងជំងឺផ្សេងដែលវាទាំងផ្លូវកាយទាំងផ្លូវចិត្តណាដូចខ្ញុំបានលើកអំបញ្ញមិញអញ្ចឹងហើយខ្ញុំគិតថាបើសិនជាអាចគាត់គួរណាតរកវិធីសាស្ត្រផ្សេងដើម្បីជៀសវាងវាណាហើយវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតហ្នឹងមានដូចជាការស្ដាប់នៅតន្ត្រីដែលស្ដាប់តន្ត្រីដែលបែបលក្ខណៈថាបន្ធូរអារម្មណ៍ឬក៏សម្រួលអារម្មណ៍ដែលតន្ត្រីហ្នឹងវាអាចជួយឲ្យគាត់ហ្នឹងមានចិត្តស្ងប់ចឹងទៅអត់មានគិតពីរឿងអីផ្សេងទៀតអញ្ចឹងវាធ្វើឲ្យគាត់ហ្នឹងគេងលក់ស្រួលហើយមួយទៀតបើសិនជាប្រិមត្តទាំងអស់គ្នាចង់បាននៅតន្ត្រីបែបហ្នឹងអាចចូលទៅក្នុង page របស់យើងខ្ញុំបានតាមរយៈ YouTube ឬក៏តាមរយៈ page របស់ខ្ញុំដែលខ្ញុំបាននិយាយមិញហ្នឹងគឺចិត្តខ្មែរគាត់អាចទាញយកបានចេញពី website ហ្នឹងហើយវិធីដែលប្រសិទ្ធភាពបំផុតជាងហ្នឹងទៀតគឺវិធីសម្រាប់ចិត្តកាយនៅក្នុងវិធីសម្រាប់ចិត្តកាយគឺវាមានច្រើនយ៉ាងហើយខ្ញុំសូមលើកតពី3មកនិយាយទេគឺទី1តកតងមួយការធ្វើសមាធិការធ្វើលំហាត់ដកដង្ហើមវិធីសម្រាប់សាច់ដុំដែលយើងនិយាយទៅកាន់សាច់ដុំរបស់យើងតាំងពីចុងជើងរហូតដល់សក់របស់យើងអាចនិយាយថាពេលនេះចុងជើងរបស់ខ្ញុំបានសម្រាកហើយបន្តមកទៀតក៏ជើងរបស់ខ្ញុំបានសម្រាកហើយរហូតតយើងនិយាយទៅដល់សក់ក្បាលរបស់យើងទើបបានសម្រាកហើយតែកំឡុងពេលហ្នឹងពេលដែលយើងនិយាយគឺយើងអត់កម្រើកទេបើសិនណាបើយើងកម្រើកនោះវានឹងធ្វើឲ្យយើងហ្នឹងដូចទៅអារម្មណ៍មុនធម្មតាអញ្ចឹងវាអត់សម្រាកទេអញ្ចឹងត្រូវការឲ្យយើងនិយាយហើយគឺយើងត្រូវសម្រាកដូចនឹងអ្វីដែលយើងនិយាយហើយព្យាយាមកុំធ្វើវាលក្ខណៈថាផឹងឬក៏បខំចិត្តខ្លួនឯងណាយើងត្រូវធ្វើម៉េចដែលយើងមានអារម្មណ៍ថាសុខស្រួលហើយវាបានសម្រាកមែនដូចនេះវានឹងអាចធ្វើឲ្យយើងនឹងមានភាពមូលនៅក្នុងចិត្តរបស់យើងហើយការនិយាយបែបនេះគឺយើងនិយាយនៅក្នុងចិត្តរបស់យើងមិននិយាយចេញក្រៅទេកាលណាយើងនិយាយចេញក្រៅវាអាចធ្វើឲ្យមានសម្លេងរំខានយើងទៅគេងអត់លក់ទេចាហើយមួយទៀតវិធីដែលគេនិយមប្រើគឺរាប់លេខអ្នកខ្លះគាត់រាប់លេខពី1ដល់100អ្នកខ្លះទៀត1ដល់1000អញ្ចឹងទៅប៉ុន្តែវាអាស្រ័យលើយើងថាយើងចង់កំណត់ខ្លួនឯងថាយើងរាប់ដល់លេខប៉ុន្មានក្នុងការរាប់លេខនឹងដែរគឺវាធ្វើឲ្យយើងនឹងប្រមូលផ្ដុំនៅអារម្មណ៍របស់យើងទៅលើលេខយើងអត់រវល់រវាយទៅខាងក្រៅទេអញ្ចឹងកាលណាអារម្មណ៍របស់យើងមូលហើយគឺយើងអាចគេងលក់ដោយស្កប់ស្កល់ហើយក្នុងនេះដែរការដែលយើងធ្វើឲ្យអារម្មណ៍របស់យើងមូលនឹងនៅក្នុងពាក្យអង់គ្លេសគេហៅថា mindfulness ប៉ុន្តែនៅក្នុងពាក្យពុទ្ធសាសនារបស់យើងគេហៅថាការដឹងសតិសំទោសគឺសតិដឹងចាហើយក្នុងលក្ខខណ្ឌដែលគាត់ធ្វើហើយគាត់នៅតែគេងអត់លក់ដដែលគាត់អាចថាងើបចេញទៅក្រៅមួយផ្លែតចឹងទៅហើយចូលមកវិញទៅឬពេលខ្លះគាត់អាចទៅញ៉ាំទឹកពេលខ្លះគាត់អាចដូចថាចេញទៅក្រៅស្រូបយកខ្យល់អាកាសបានតិចតួចហើយចូលមកវិញដល់ធ្វើបែបនឹងម្ដងទៀតជាទូទៅការធ្វើបែបហ្នឹងគឺមិនមែនថាយើងធ្វើម្ដងគឺបានសម្រេចទេយើងត្រូវការព្យាយាមច្រើនដងដែរដូចពេលខ្លះយើងធ្វើតែម្ដងយើងមានអារម្មណ៍ថាអូយដឹងធ្វើអីធ្វើទៅដល់អត់មានអីរីកចម្រើនអីសោះគេងកំលក់ដែរអញ្ចឹងណាចាប៉ុន្តែវាទាមទារឲ្យយើងធ្វើច្រើនដងមានការអំណត់អត់ធ្មត់បន្តិចពេលដែលយើងធ្វើវាបានសម្រេចដូចថាគេងបានស្រួលម្ដងហើយនោះបន្ទាប់មកទៀតវានឹងមានភាពងាយស្រួលសម្រាប់យើងចាអញ្ចឹងវិធីទាំងអស់ហ្នឹងគឺវាល្អមែនតើសម្រាប់ការដែលធ្វើឲ្យយើងគេងលក់បានស្រួលចាអរគុណប្រិមត្តស្ដាប់ជាទីគោរពនិងជាទីមេត្រីចាហើយវគ្គក្រោយគឺជាវគ្គបញ្ចប់នៅក្នុងកម្មវិធីរបស់យើងហើយនឹងជួបនៅកញ្ញាចាដែលជាវាគ្មិននៅក្នុងបន្ទប់ផ្សាយដែលជាវគ្គបញ្ចប់ផងដែរសូមពេលវេលាសម្រាប់បន្តិចសិនចាអរ
កូនយើងមកកាន់កម្មវិធីបញ្ចប់នៅក្នុងកម្មវិធីហើយសូមជម្រាបជូនទៅកាន់ប្រិមិត្តអ្នកស្ដាប់ថាកម្មវិធីជីវិតនិងសុខភាពថ្ងៃនេះគឺយើងនិយាយអំពីបញ្ហាដំណេកនិងដំណោះស្រាយផងដែរហើយដោយសារតែពេលវេលារបស់យើងចាក៏គៀកមកដល់ទីបញ្ចប់ហើយគឺចង់ឲ្យកញ្ញាចាអាសៀមីធ្វើការសង្ខេបនៅអ្វីដែលយើងបានចាធ្វើការជាមួយគ្នាតាក់ទងជាមួយនឹងរយៈពេល1ម៉ោងនេះចាដែលយើងសិក្សាទៅលើបញ្ហាដំណេកនិងដំណោះស្រាយចាសូមអញ្ជើញចាអរគុណបងអញ្ចឹងជាចុងក្រោយខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តមែនទែនដែលបានចែករំលែកនៅបញ្ហាដំណេកនិងដំណោះស្រាយទៅអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីយើងដឹងពីមូលហេតុនៃការកេងអត់លក់ដំណេកនឹងហើយយើងក៏អាចដឹងពីដំណោះស្រាយដែរដែលខ្ញុំនិងកេហុងបានបកស្រាយមុននឹងអញ្ចឹងខ្ញុំសង្ឃឹមថាដំណោះស្រាយទាំងអស់នឹងអាចជួយអ្នកទាំងអស់គ្នាឲ្យមានអារម្មណ៍ស្រស់ស្រាយជាងមុនហើយបើសិនជាមានបញ្ហាឬមួយក៏ចម្ងល់អីយើងអាចសួរឬមួយក៏ជា comment តាម page ចិត្តខ្មែររបស់យើងបានចាអរគុណអញ្ចឹងសម្រាប់កញ្ញាចាគេហុងវិញមានអីជាការបញ្ចប់នៅក្នុងកម្មវិធីរបស់យើងចាជាចុងក្រោយនាងខ្ញុំក៏អរគុណដល់ស្ថានីយវិទ្យុ Cool FM ដែលបានអនុញ្ញាតឲ្យពួកនាងខ្ញុំមានឱកាសនៅក្នុងការបកស្រាយអំពីដំណេកហើយនិងដំណោះស្រាយផងដែរខ្ញុំសង្ឃឹមថាដំណោះស្រាយទាំងអស់នេះនឹងអាចជួយទៅដល់ការសម្រានរបស់ប្រិយមិត្តទាំងអស់គ្នាប្រកបដោយសុខភាពល្អហើយនៅក្នុងនេះដែរខ្ញុំក៏មានពាក្យខ្លះផ្ដាំទៅដល់មិត្តភ័ក្តិម្នាក់ដែលខ្ញុំបាននិយាយកាលពីម៉ោងដំបូងហ្នឹងសង្ឃឹមថាគាត់នឹងគិតនៅអ្វីដែលល្អហើយព្យាយាមគិតថាពេលដែលគាត់មានបញ្ហាគឺមិនមែនគាត់តែម្នាក់ឯងទេគឺមានពួកយើងទាំងអស់គ្នានៅចាំឈប់ពីក្រោយគាត់ហើយបញ្ហាទាំងអស់គឺសុទ្ធតែមានដំណោះស្រាយសូមព្យាយាមកុំគិតថាមានតែផ្លូវបញ្ចប់ជីវិតដែលជាដំណោះស្រាយដ៏ល្អកុំព្យាយាមគិតអញ្ចឹងអីយើងមានដំណោះស្រាយច្រើនណាស់ពេលខ្លះបញ្ហាខ្លះយើងអាចបណ្ដោយទៅតាមពេលវេលាអាចជួយដោះស្រាយយើងបានហើយខ្ញុំសង្ឃឹមថាមិត្តភ័ក្តិរបស់ខ្ញុំម្នាក់នេះនឹងបានស្ដាប់នៅអ្វីដែលពួកយើងបានចែករំលែកហើយយើងតស៊ូរស់នៅជាមួយគ្នាហើយប្រកបដោយភាពរីករាយខ្ញុំសង្ឃឹមថាជីវិតរបស់អ្នកនឹងជួបភាពរីករាយដូចខ្ញុំអញ្ចឹងអរគុណអរគុណសម្រាប់ការអញ្ជើញចូលរួមរបស់កញ្ញាទាំងពីររូបប្រិមត្តអ្នកស្ដាប់ជាទីគោរពនិងជាទីមេត្រីដែលសារតែពេលវេលារបស់យើងក៏បានមកដល់ទីបញ្ចប់ទៅហើយអធិស្ឋានរាល់កំហុសឆ្គងដែលកើតមានដែលអចេតនារយៈពេល1ម៉ោងនៃការផ្សាយផ្ទាល់ចេញពីស្ថានីយ៍ Visual Cool FM 100.7 ចុងក្រោយគ្រប់ជូនពរប្រិមត្តអ្នកស្ដាប់គ្រប់ទីមជ្ឈដ្ឋានសូមប្រកបទៅដោយសុវត្ថិភាពមានសុភមង្គលគ្រប់ក្រុមគ្រួសារគណៈពីនេះវត្តមានយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមជម្រាបលា